ថ្ងៃនេះអត់បានធ្វើម្ហូបទេរវល់នាំសេដាមសាក់ថ្មជីវិតនៅខេត្តសៀមរាបចឹងណាបងប្អូនហ្នឹងហើយសេដាគេមកចង់លេង Wi-Fi នៅខេត្តសៀមរាបចឹងក៏ថាតោះយើងចាប់ផ្ដើមធ្វើដំណើរទៅជិះម៉ូតូហ្នឹងតែម្ដងនិយាយទៅបងប្អូនជិះម៉ូតូយើងងាយស្រួលចឹងណាយើងទៅដល់ហើយយើងអាចឆ្លៀតដើរលេងកន្លែងណាក៏បានងាយស្រួលទុកដាក់ងាយស្រួលជិះបើជិះឡានពិបាកខ្លាំងហ្នឹងហើយវាធំនិយាយទៅយើងធ្វើដំណើរមកទាំងឆ្ងាយគួរសមដែរបងប្អូនពីផ្ទះរបស់យើងមកដល់ខេត្តសៀមរាបគឺខ្ទង់100គីឡូ100គីឡូតិចតួចហ្នឹងឯងហើយចឹងអត់អីទេសម្រាប់100គីឡូប៉ុណ្ណឹងយើងអាចជិះបានពួកខ្ញុំនេះឡើងចុះឡើងញឹកញាប់ទៅហើយខេត្តសៀមរាបដល់ពេលអញ្ចឹងទៅវាលក្ខណៈថាវាស៊ាំហើយបងប្អូនវាចិត្តមួយទេដល់ពេលជិះយូរទៅឥឡូវយើងចេញពីខេត្តរបស់យើងមករហូតមកដល់ខេត្តសៀមរាបបងប្អូនចំណាយពេលប្រហែលជាខ្ទង់1ម៉ោងជាងបងប្អូនបាទដល់យើងរកបន្ទប់រកអីគេងសិនទៅបានយើងជិះធ្វើដំណើរបន្តដើរលេងមកតង់ទៀតអញ្ចឹងហើយសារយើងត្រូវតែមកគេងនៅនេះមួយយប់ឥឡូវយើងមកដល់យើងធ្វើការឡើងទៅយើងកក់បន្ទប់កក់គេរួចបងប្អូនយើងចូលមកបន្ទប់របស់យើងមកនេះយើងចូលទៅសម្រាប់បានតិចសិនយើងទៅដើរលេងបន្តទៀតអញ្ចឹងណាបងប្អូនបាទមកថ្ងៃនេះគឺថាមកគ្នារៀងច្រើនគូសំដែរផាឆែបសេដាសុកលីនិយាយទៅច្រើនបងប្អូនផាយើងខ្ទង់7 8នាក់ដែរបាទហ្នឹងហើយក្រុមការងារពួកយើងហើយអ្នកខ្លះមកអ្នកខ្លះក៏អត់មកចឹងទៅឥឡូវយើងសម្រាប់បានបន្តិចយើងក៏ចាប់ផ្ដើមមកអង្គមកជុំវិញតាក់សិនចឹងណាមកថតរូបលេងមកមើលទេសភាពលេងយើងបងប្អូនឲ្យវាស្រស់ស្រាយអារម្មណ៍របស់យើងវាហោះហើរទៅតាមបរិយាកាសកុំឲ្យវាមានទុកកង្វល់គូក្បាលច្រើនពេកធម្មតាតែយើងធ្វើការហត់វាតែងតែមានការ stress ស្មុគស្មាញចឹងណាយូរយើងបានមកដើរលេងចំហែកចេះម្ដងក៏វាល្អមួយយ៉ាងដែរហ្នឹងហើយឥឡូវយើងថតតែនេះរួចរាល់ហើយយើងក៏ថតរូបថតឲ្យបានច្រើនដែរយើងធ្វើការដើរទៅមុខបន្តទៀតចឹងណាច្រឡំដើរជិះម៉ូតូទៅមុខទៀតជិះមកដល់នេះគេហៅថាខ្លងទ្វារតលេអ៊ំហ្នឹងហើយខ្លងទ្វារអង្គរធំហ្នឹងឯងហើយមកដល់នេះឃើញប្លង់ស្អាតបងនេះក៏ថតពីប្លង់លេងចឹងទៅអូយមែនសេដាឡើងខ្ជូតហ្មងនេះហើយឥឡូវយើងមកថតតែនេះរួចរាល់ហើយយើងក៏មានអីទៀតបងនេះធ្វើដំណើរទៅមុខហើយបើនិយាយពីរឿងមេឃវិញណាធ្វើបាបខ្ញុំខ្លាំងមែនតើរាល់តែភ្លៀងឯងបងគ្នាអាគ្នាមិនទាន់ថតរូបថតឲ្យរួចផងមេឃក៏ខ្មៅងឹតបាត់ឡើងចង់ភ្លៀងណាស់អើយអត់យល់ទេបាទអាគ្នាអត់មកអត់ភ្លៀងដល់ថ្ងៃគ្នាមកលេងសៀមរាបធ្វើឲ្យភ្លៀងណាមានបានថតរូបអីច្រើនបងគ្នាដើរបានតែបន្តិចមួយក៏មេឃវាមកឆ្វែបាត់ហ្នឹងហើយឥឡូវយើងធ្វើដំណើរទៅមុខបន្តទៀតចឹងយើងទៅលេងតាមភាសាតាមអីទៅបងគ្នាហ្នឹងហើយទៅមុននឹងទៅភាសាយើងទៅកន្លែងមួយគឺកន្លែងតែបុរាណឡើងគេដាក់តែបុរាណអស់តម្លៃម៉ាន5000ចេះបងគ្នាហើយសារយើងចង់ដាក់មូលនិធិម៉ានក៏បានដែរកន្លែងហ្នឹងបងគ្នាហើយកន្លែងគាត់គឺស្អាតខ្លាំងមែនតើមានប្លង់ថតរូបច្រើនអញ្ចឹងណាទីតាំងខ្ញុំអត់សូវច្បាស់ដែរចាំខ្ញុំទៅលើកទី2ខ្ញុំនឹងប្រាប់ទីតាំងឲ្យបានច្បាស់ជាងនេះអញ្ចឹងណាបងគ្នាហើយ vlog របស់ខ្ញុំក៏មានច្រើនដែរមានតែប៉ុណ្្នឹងទេគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយ share និង follow page ខ្ញុំម្នាក់មួយផងបាយបាយជម្រាបលាចាំជួបគ្នាវីដេអូក្រោយបន្តនេះបាទអរគុណច្រើនបងប្អូនអរគ្នាមុខកាត់មុនជាប់ឲ្យរួចទទួលលំអស់ច្រើនឆ្នាំប្រើប្រាស់អីបាត់នេះមកប្រើប្រាស់ជាមួយស្លៃជុំអេសាសម្លៃជុំអេសាមានស្តង់ដារមកពីប្រទេសជប៉ុនមានជាតិការុជាតិបកទេបងប្អូនអរគ្នានៅក្នុងសម្លៃមានសារធាតុទឹក collagen ពេលដែលយើងកាត់ទៅជូតជួយផ្ដល់សំណើមទៅកាន់ស្បែកមុខនិងជួយជំរុញកោសិកាចាស់ៗនិងក្អែលនៅលើស្បែកយើងបានល្អខ្លាំងមែនតើជាពិសេសវាជួយបង្រួមរនញើសនិងធ្វើឲ្យស្បែកមុខយើងតឹងណែនភ្លឺរលោងពោះសម្លៃអេសាប្រើប្រាស់បានទាំងស្បែកមុខនិងស្បែកខ្លួននិយាយទៅកន្លែងណាដែលមានបញ្ហាមុននេះហ្នឹងគឺថាប្រើប្រាស់ទៅជាពិសេសអ្នកដែលគាត់ជួយដើរព្រៃដើរអីចឹងមកកំប៉ុងទៅប្រើប្រាស់ទៅមកកំប៉ុងមាន30ស្លឹកប្រើបានមួយខែពេញហ្មងជូតបានទាំងស្បែកមុខនិងស្បែកខ្លួនកន្លែងណាមានមុនជូតកន្លែងហ្នឹងទៅចង់បានរកទិញលើទីផ្សារឬឆាតទៅកាន់ពេកផ្សារធម្មជាតិ24